Hello everybody, nice to see you, and today's video we are gonna learn here simple present tense again, but today it is about negative. Chẳng ngày nay dương đến simple present tense mà nó tiếp bằng tay ngày nay dương tẹt tô phần nâng tụm rộng phải xa mà sau mấy dương đến phí tụm rộng sọ và chẳng tụm rộng phải xa miền rộng mùi mình rộng phải xa cứ miền subject plus the do or does plus not plus verb zero ឬក៏ base verb plus object អញ្ចឹងមានប្រធានបូកជាមួយ do ឬក៏ does បាទ do ឬក៏ does វាអាស្រ័យបើប្រើ do នៅក្នុងនេះ do យើងមានប្រធាន subject គឺមាន I we you they គឺយើងប្រើមួយ do បើ subject នឹងជានេះជា4ហ្នឹងអញ្ចឹងបងប្អូនត្រូវប្រើ do យើងរើសមក do មកបើ subject នឹងជា he ជា she ជា it អញ្ចឹងបងប្អូនប្រើ dash ប្រើ dash អូខេយើងចូលតានេះបន្តមកទៀតយើងបូកជាមួយនឹង not ហើយយើងបូកជាមួយនឹងគេស័ព្ទដើមខ្ញុំដាក់ verb 0ហ្នឹងគឺអាស្រ័យលើបងប្អូនទេបងប្អូនអត់ដាក់0ឬក៏ verb 1អីសេចចិត្តណាជាទូទៅគេដាក់ verb 1ប៉ុន្តែខ្ញុំដាក់ verb 0អានេះគ្រាន់តែជា technique មួយដើម្បីឲ្យសិស្សគាត់ងាយចងចាំពេលដែលគាត់ប្រឡងឬគាត់សរសេរឬគាត់និយាយអីមួយគាត់នឹកឃើញថា verb 0អញ្ចឹងក្នុងទម្រង់ហ្នឹងគឺអត់មានថែម s es ឬក៏ i s ទៅលើវាទេអត់យល់មិនមានថែមអីទេបងទោះជា subject ហ្នឹងជា he she it ក៏ដោយអញ្ចឹងអត់មានទៅថែម s es ឬក៏ i s ទេអញ្ចឹងនេះគ្រាន់តែ technique របស់ខ្ញុំមួយខ្ញុំដាក់ verb 0ហ្នឹងគឺមានន័យអញ្ចឹងហើយយើងបូកជាមួយនឹង object នេះខ្ញុំដាក់នៅក្នុងវងកញ្ចក់គឺមានន័យថាវាអាចមានឬក៏អត់មានអញ្ចឹងវាអាស្រ័យទៅលើ verb នេះអាស្រ័យទៅលើគេស័ព្ទនេះតើគេស័ព្ទហ្នឹងវាត្រូវការកម្មបត្តិឬក៏អត់គេស័ព្ទខ្លះមិនត្រូវការកម្មបត្តិទេគេស័ព្ទខ្លះគឺត្រូវមានក៏ត្រូវការក៏បានអត់ត្រូវការក៏បានហើយគេស័ព្ទខ្លះទៀតគឺមិនត្រូវការតែម្ដងបាទឧទាហរណ៍ក្នុងទី1 for example they don't eat meat បាទអញ្ចឹងយើងមាន they ហ្នឹងគឺសំដៅលើ subject ហ្នឹងឯង they គឺ subject ហើយ don't ដល់នេះគឺមកពី do ហើយបូកនឹង not ណាគឺកាលណាយើងសរសេរកាត់យើងសរសេរបែបនេះណាយើងយក not លុប o មួយចោលហើយយើងក្បៀសពីលើបាទក្បៀសពីលើ apostrophe ពីលើហ្នឹងគឺសំដៅទៅលើយើងលុប o មួយចោលណាហើយសរសេរជាប់គ្នាចឹងមកហើយយើងអានថា don't ណា don't អញ្ចឹងបូកជាមួយទៀត eat eat នេះគឺជា verb គេស័ព្ទដើមវាណាគេស័ព្ទដើមវា eat meat គឺ object កម្មបត្តិកន្លែងនេះគឺត្រូវការ eat នេះគឺត្រូវការកម្មបត្តិញ៉ាំអីគឺញ៉ាំសាច់ទៅអញ្ចឹងម្ដងទៀត they don't eat meat ណាមានថាពួកគេមិនហូបឬក៏ញ៉ាំសាច់នោះទេគេមិនហូបសាច់ទេបាទឧទាហរណ៍ទី2យើងចង់និយាយថានាងមិនផឹកអីគេទឹកផ្លែឈើទេនៅពេលយប់បាទអញ្ចឹងយើងប្រើមកនាងគឺអង់គ្លេសយើងថា she មែនទេ she យើងអានថា she យើងអត់អានថា she ទេយើងអានថា she សំឡេងនេះយើងដេញមន់អញ្ចឹងណាបាទឬក៏សំឡេងដូចយើងធ្វើឲ្យគេស្ងាត់អញ្ចឹងណាបាទបាទបាទហ្នឹងសំឡេងវាអញ្ចឹង sh បាទសំទោស sh ហ្នឹងគឺសំឡេងវាអញ្ចឹងយើងអានថា she អញ្ចឹង she យើងប្រើជាមួយនឹងអីគេនេះ she ប្រើជាមួយនឹង does ណាប្រើជាមួយ does អញ្ចឹងយើងអានថា she doesn't នេះគឺមកពី does បូកជាមួយនឹង not doesn't drink បាទ drink គឺជាគេស័ព្ទដើម drink ណាបាទយើងប្រើមួយ she អញ្ចឹង drink នេះអត់មានទៅថែមឯណាទៀតទេអត់ទេបាទក្នុងរូបបសេតខ្ញុំដាក់ verb 0ឬគេស័ព្ទ0nàyហ្នឹងអញ្ចឹងគឺមានន័យថាវាអត់មានថែមអីវាទៅលើទេទោះជាក៏ដោយបន្តមកទៀតយើងបូកជាមួយនឹងអីគេ object juice បាទ drink juice គឺកម្មបត្តិផឹកអីគឺផឹកទឹកផ្លែឈើហ្នឹងទៅ at night នេះពិតក៏មានអាចបូកជាមួយនឹងពាក្យបញ្ជាក់ពីពេលវេលាឬក៏សំណួរវោហារស័ព្ទដែលនិយាយអំពីពេលវេលាអញ្ចឹងវាអាចមានឬអត់មានអាស្រ័យយើងលើយើងចង់ដាក់ទេណាបាទអញ្ចឹងនៅពេលយប់ at night នៅពេលយប់ម្ដងទៀតរៀនអានតាមខ្ញុំមក she doesn't drink juice at night ដែលនាងមិនផឹក
ទឹកផ្លែឈើទេនៅពេលយប់ណានៅពេលយប់ហ្នឹងអូខេអញ្ចឹងបើសិនណាបងប្អូនមានសំណួរអីបងប្អូនអាចសួរសរសេរនៅក្នុង comment នៅខាងក្រោមបានណាខ្ញុំនឹងព្យាយាមនឹងឆ្លើយតប Okay, if you have any questions, you can drop your comment below. I will read it. Goodbye. See you in the next video.